มีบซัวบองโปนต่างออกนี้ทั้งนี้มีบองสไลด์เหมือนเนี้ยในขนม Facebook Page กดบานก็มองสัตว์กูงิดรู้จิตดาวจำนวนบุญกันโลดำไปทั่วจิตใจเตียนสมัยประซังในดาวสัปดาห์กลอยจังเต้ก็ยังเรียบจำทอดจีวิดีโอจูนก็ว่าทายก็จังทอดจีวิดีโอนี้ดำไปประหารจูนบองโปนปีดำนาการในการประหลาดเงียดโกบยังพองได้ต่อยังมือปีดำนาการต่างออกนี้แบบสัตว์กูทั้งนี้คือยังโยจีประเภทสัตว์เพลย์เรียจมวยนังสัตว์เบสตักละហើយការហាន់ថ្ងៃនេះគឺយើងហាន់ជាបណ្ដោយវែងជាបណ្ដោយសាច់ដើម្បីឲ្យវាមានសភាពផុយល្អសាច់គោងាដែលយើងធ្វើគឺបើសិនជាមានតែសៃឬក៏មានខ្លាញ់គឺយើងផ្លះចេញដើម្បីឲ្យសាច់គោរបស់យើងគឺមានសភាពផុយល្អហើយមានរសជាតិឆ្ងាញ់មួយទៀតគឺសាច់របស់យើងគឺយើងជ្រើសយកសាច់ស្រស់សាច់ថ្មីដើម្បីយកមកប្រឡាក់ជូនបងប្អូនដើម្បីឲ្យវាមានពណ៌ស្រស់ល្អហើយមានរសជាតិឆ្ងាញ់នៅពេលដែលបងប្អូនយកទៅពិសាសម្រាប់គ្រឿងផ្សំដែលបងស្រីគាត់កំងថ្ងៃនេះដោយសារតែយើងគាត់កំងរសជាតិដើមដូច្នេះហើយយើងបានលាយគ្រឿងថ្មីជូនគាត់ហើយសម្រាប់គ្រឿងផ្សំនេះគឺមានស្ករត្នោតមានម្សៅស៊ុបហើយមានអំបិលអញ្ចឹងគឺយើងដាក់ឲ្យយើងកូរច្បល់លាយដើម្បីត្រៀមជាមួយនឹងការប្រឡាក់សាច់របស់យើងសម្រាប់គ្រឿងផ្សំផ្សេងទៀតក្នុងការដែលយើងប្រឡាក់សាច់នេះគឺមានម្ទេសហើយនិងមានរំដេងប៉ុន្តែសូមបញ្ជាក់ប្រាប់ថាសម្រាប់រំដេងដែលប្រឡាក់ងៀតគោគឺយើងត្រូវបុកឲ្យម៉ត់ខ្លាំងមែនទែនដើម្បីឲ្យវាចូលជាតិជាមួយសាច់ហើយជាប់ជាមួយនឹងសាច់នឹងតែម្ដងក្នុងរូបភាពនេះមានបងស្រីមួយគាត់ជាប្រចាំដែរគាត់កំង2គីឡូផ្សេងដោយសារតែគាត់ចង់បានរសជាតិរៀងហឹរតិចសម្រាប់កូនគាត់ញ៉ាំផងហើយគាត់ញ៉ាំខ្លួនឯងផងអញ្ចឹងគឺយើងប្រឡាក់ជូនគាត់មុនហើយសម្រាប់វគ្គបន្ទាប់នេះគឺយើងដល់វគ្គប្រឡាក់ជូនបងស្រីដែលគាត់កំងជាពិសេសហ្នឹងហើយអញ្ចឹងឥឡូវគឺយើងចាប់ផ្ដើមដាក់គ្រឿងហើយនឹងរំដេងចូលប៉ុន្តែសូមបញ្ជាក់ប្រាប់បងប្អូនថាសម្រាប់សាច់គោងៀតគឺយើងត្រូវតែប្រឡាក់រៀងចាស់គ្រឿងបន្តិចហើយការដែលប្រឡាក់នេះគឺយើងត្រូវតែច្បាច់ឲ្យវាចូលគ្រឿងលក្ខណៈពិសេសនៃការប្រឡាក់សាច់គោគឺយើងត្រូវតែច្បាច់អញ្ចឹងបងប្អូនណាយើងច្បាច់ឲ្យចូលគ្រឿងយើងប្រើរយៈពេលយូរក្នុងការច្បាច់ដើម្បីឲ្យគ្រឿងចូលស្មើគ្នាហើយយើងចូលសព្វល្អសម្រាប់សាច់គោដែលយើងប្រឡាក់ជូនគាត់ថ្ងៃនេះគឺយើងហាលរយៈពេល3ថ្ងៃដើម្បីឲ្យសាច់គោនឹងស្ងួតល្អហើយនេះគឺជារូបភាពសាច់គោប្រចាំហាងរបស់យើងប្រឡាក់មានពណ៌រៀងដិតល្អតែសារយើងប្រើគ្រឿងសុសរបស់យើងប្រចាំហាងណារសជាតិអានឹងរសជាតិហាងហ្មងហើយនេះគឺជាសាច់គោដែលយើងបានហាលស្ងួតហើយក្រុមការងារយើងក៏ទុកបន្តិចសម្រាប់ភ្លក់ជុំគ្នាដោយសារយើងចង់ភ្លក់រសជាតិដើមនឹងដែរអញ្ចឹងការភ្លក់របស់យើងថ្ងៃនេះមានជ្រក់ល្ហុងផងមានម្ទេសផងហើយយើងមិនភ្លេចទេគឺខ្ទឹមជ្រក់ប្រចាំហាងរបស់យើងអញ្ចឹងសម្រាប់បងប្អូនដែលគាត់កំងសាច់គោងៀតហើយកុំភ្លេចបងប្អូនណាសួរប្រាប់ហាងផងថាចង់បានងៀតគោហើយយើងអាចថែមជូនជាជ្រក់ល្ហុងហើយខ្ទឹមម្ទេសឯនឹងបងប្អូនអញ្ចឹងសម្រាប់វីដេអូមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូននឹងពេញចិត្តចូលចិត្តវីដេអូនេះអរគុណច្រើន